ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូមេរៀនចំពោះ4ដែលយើងរៀនអំពីស្រៈហើយនិងស្រៈផ្សំ Okay we study about vowels and diphthongs អញ្ចឹងនៅក្នុងមេរៀនទី1យើងសិក្សាអំពីស្រៈ A Okay ស្រៈ A ដែលមានសំឡេង A អញ្ចឹងភាគច្រើនវាមិនមែន 100% ទេប៉ុន្តែភាគច្រើននៅពេលដែលអក្សរ A នៅក្នុងពាក្យមួយវានៅកណ្ដាលដើរតួជាស្រៈចេះអូខេនេះហើយជាទូទៅវាមានអក្សរ E នៅខាងចុងពាក្យហ្នឹងអញ្ចឹង A ហ្នឹងអក្សរ A ហ្នឹងគឺភាគច្រើនវាសំឡេង A អូខេឧទាហរណ៍យើងរៀនប្រកបទាំងអស់គ្នាទី1 S នេះមានសំឡេងសៈ A នេះគឺស្រៈ A សៈ A សេ K សំឡេងខៈមិនចឹង សេនិងខៈ sake sake ឃើញទេពាក្យទី2គឺ D មានសំឡេងដ A គឺស្រៈ A អញ្ចឹង the A D T មានសំឡេងថ D និងថ date date អត់ថា date of birth ថ្ងៃខែឆ្នាំកំណើតអញ្ចឹងពាក្យទី3គឺ H មានសំឡេងហ A នេះគឺស្រៈ A អញ្ចឹងហ A hey T មានសំឡេងថ hey និងថ hate hate alright អញ្ចឹងយើងចូលទៅមេរៀនទី2អក្សរ A ដដែលដែល A មានសំឡេង A ហើយសូមផ្ដាំផ្ញើបងប្អូនទាំងអស់គ្នាទៀត A វាមិនមែនតែ2សំឡេងទេវាអាចមានច្រើនជាងហ្នឹងប៉ុន្តែខ្ញុំលើកយកសំឡេងដែលជាទូទៅអញ្ចឹង A នៅពេលណា A នៅពេលដែល A ឈរនៅក្នុងពាក្យជាស្រៈហើយខាងចុងពាក្យมันមានអក្សរ E ចុងភាគច្រើនគឺ A នឹងសំឡេង A អញ្ចឹងឧទាហរណ៍ C សំឡេងខ A នេះ A ខ A K N សំឡេងណ K និងណ can can ឃើញទេពាក្យទី2 S សំឡេងស A គឺស្រៈ A CK គឺស្មើនឹង K ខធម្មតាអញ្ចឹងស A សេនិងខ sack sack alright មួយទៀត B សំឡេង B A នេះគឺស្រៈ A B A B D សំឡេងដ B និងដ bad bad អូខេចឹងវីដេអូរបស់យើងនៅក្នុងវីដេអូទី1នៃមេរៀនស្រៈ A មានសំឡេង A និង A មានសំឡេង A មានតែប៉ុណ្្នឹងចឹងជួបគ្នានៅក្នុងវីដេអូមេរៀនបន្តទៀត